តើកម្ពុជាគួរធ្វើអ្វីជាពិសេសដើម្បីឲ្យអាមេរិកបញ្ចុះអត្រាពន្ធនាំចេញរបស់ខ្លួនក្នុងពេលនេះដូចជាបញ្ហានៃការយើងដឹងហើយថាបញ្ហានៃការស្ដារប្រជាធិបតេយ្យបញ្ហានៃការស្ដារនៅប្រព័ន្ធយុត្តិធម៌បញ្ហានៃការកែលម្អទៅលើប្រព័ន្ធសន្តិសុខជាតិក៏ដូចជាបញ្ហានៃការកែសម្រួលទៅលើបញ្ហាអំពើពុករលួយឬក៏ការបោកប្រាស់តាមអនឡាញការជួញដូរគ្រឿងញៀនដែលកំពុងពាសពេញប្រទេសទាំងអស់ហ្នឹងថាតើចំណុចទាំងអស់នេះវាគួរតែធ្វើអ្វីជាកញ្ចប់ពិសេសមួយដែរទេបាទលោកមីសវណ្ដាខ្ញុំមិនចង់ថាកាលណាយើងធ្វើជាកញ្ចប់ពិសេសហាក់បីដូចជាយើងទទួលនៅកំហុសអញ្ចឹងកម្ពុជាខ្លួនឯងនេះមិនគួរទេត្រូវតែស៊ូឲ្យសុំរកការចរចាការទៅជែកគ្នាណាជាតម្លាភាពបើកចំហដាក់បញ្ហាលើតុអានឹងដើម្បីឲ្យកម្ពុជាដឹងថាកំហុសខុសឆ្គងរបស់ខ្លួនជួនកាលដឹងថាកំហុសខុសឆ្គងបែបណាក្នុងប្រការណាចំណុចណារដ្ឋាភិបាលអាចដឹងប៉ុន្តែការនិយាយជាចំហខ្លាចលោមានភាពអាម៉ាស់ខ្លាចថាខ្លួនអន់ដឹកនាំអន់អញ្ចឹងរដ្ឋាភិបាលអាមេរិកនឹងត្រូវប្រាប់ឲ្យត្រង់អ្វីដែលរដ្ឋាភិបាលកម្ពុជាអាចថាអាមេរិកនឹងទទួលបានរបាយការណ៍ខុសធ្វើឲ្យវាមិនមែនជាការពិតដែលរដ្ឋាភិបាលកម្ពុជាត្រូវការរក្សាការពារមុខមាត់និងការដឹកនាំរបស់ខ្លួនដែរទាក់ទងទៅនឹងការចោទប្រកាន់ណាដែលវាមិនសមហេតុសមផលវាអត់មានតកតាំងផុសតាំងចឹងហើយជាការបើកចំហដោយតម្លាភាពហើយដាក់បញ្ហាឲ្យគ្នាទៅវិញទៅមកជៀសវាងការដាក់សម្ពាធជៀសវាងការរំលោភអធិបតេយ្យភាពជៀសវាងការលូកចូលផ្ទៃក្នុងជាតិនៃប្រទេសកម្ពុជានេះអានឹងជាច្រកព្រួយមួយបានសัตว์ពីរដែលអាចទទួលយកបានទាំងអស់គ្នាប៉ុន្តែគ្រាន់ថាមហាអំណាចសហរដ្ឋអាមេរិកគឺថាយើងដឹងហើយមហាអំណាចទាំងយោធាទាំងសេដ្ឋកិច្ចតើគេស្ដាប់យើងក្នុងកម្រិតណាតើយើងមានអត្តពលអីក្នុងការទៅជែកក្នុងការដាក់សម្ពាធឬក៏ក្នុងការទាមទារក្នុងជាចំណាប់ខ្មាំងនយោបាយឬក៏ជាចំណុចណាដែលយើងវាហាក់បីដូចជាប្រទេសស្មើមុខស្មើមាត់ទោះបីយើងប្រទេសតូចក៏យើងជាសមាជិកអង្គការសហជីវជាតិស្មើមុខស្មើមាត់គ្នានៅលើឆាកអន្តរជាតិជាសមាជិកអង្គការសហជាតិគឺប្រទេសក្នុងអធិបតេយ្យភាពបូរណភាពទឹកដីដូចគ្នាអញ្ចឹងយើងត្រូវរកចំណុចណាមួយដើម្បីជជែកគ្នាហើយអ្វីដែលសហរដ្ឋអាមេរិកចង់បានហើយដែលខ្ញុំបានជួបអ្នកការទូតទាំងក្នុងនិងក្រៅប្រទេសស្ថានទូតជាច្រើនក្នុងរយៈពេលប្រមាណអាទិត្យមកនេះគឺថាខ្ញុំជួបបាន5-6ទូតជាផ្លូវការហើយនឹងក្រៅផ្លូវការក្នុងការផ្ដល់គំនិតយោបល់គ្នាយ៉ាងម៉េចគឺថាចរិតរបស់ខ្ញុំគឺមិនចរិតដើម្បីធ្វើឲ្យខ្មែរថោកទាបទេចរិតរបស់ខ្ញុំបញ្យល់ជាហេតុផលឲ្យគេយល់ជាជាងការរុញច្រានឲ្យខ្មែរបែកបាក់មកខាងលើកមកខាងគឺថាមនុស្សដែលឆ្លោះគ្នាកាលណាទៅនិយាយប្រាប់គេមិនជឿព្រោះយើងឆ្លោះគ្នាគូបដិបត្តិអញ្ចឹងយើងយកវិធីណាដែលផ្សះផ្សាវិធីដែលផលប្រយោជន៍ច្រើនជាងផលប្រយោជន៍អតតថបុគ្គលណាសុនតួនិយមនិងផលប្រយោជន៍ជាតិផលប្រយោជន៍ប្រជារាស្ត្រក្នុងនាមខ្ញុំជាប្រធានគណៈបកក្រៅរដ្ឋាភិបាលគណៈបកជំនាន់ថ្មីខ្ញុំបានជួបទូតមហាអំណាចទាំងសហភាពអឺរ៉ុបទូតអាមេរិកទូតជប៉ុននិងទូតអង់គ្លេសសហភាពអឺរ៉ុបអីហ្នឹងគឺថាខ្ញុំបានជជែកអំពីរបបនយោបាយសម្ដាប់ធ្នាប់ថ្មីនៃអ្នកជំនាន់ថ្មីមិនថាបកកណ្ដាលអំណាចមិនថាបកក្រៅរដ្ឋាភិបាលត្រូវធ្វើអីក្នុងវប្បធម៌សន្តានាណាមួយដែលមិនជាប់ចំណងគ្នាមិនដាក់សម្ពាធគ្នាហើយឲ្យជាពិហុគំនិតក្នុងការធ្វើបដិវត្តផ្នត់គំនិតជាជាងយើងធ្វើបដិវត្តហិង្សាបដិវត្តផ្ដួលរំលំជ្រុលនិយមបែបណាដែលជាតិកាន់តែរងគ្រោះធ្វើឲ្យរះកាន់តែរងទុក្ខវេទនាបាត់នៅសុភមង្គលសុខដុមរមនាចឹងហើយយើងធ្វើបដិវត្តផ្នត់គំនិតនៃបញ្ញានៃចំណេះដឹងហើយទទួលយកគ្នាបំពេញឲ្យគ្នាកុំគិតថាអញខ្លាំងអញបកកណ្ដាលអំណាចអញមានអ្នកចេះដឹងច្រើនមានគំនិតអត់ទេចេះអញក្រែងចេះគេហើយបើចេះហើយមិនក្រែងគេអានឹងវាអត់ទៅមុខទេព្រោះប្រទេសនេះជាប្រទេសរបស់ពលរដ្ឋ17លាននាក់ជាប្រទេសរបស់បកកណ្ដាលអំណាចផងប្រទេសរបស់អ្នកដែលបោះឆ្នោតឲ្យបកក្រៅរដ្ឋាភិបាលផងអ្នកដែលនៅអង្គការសង្គមស៊ីវិលហើយនឹងប្រជាប្រដ្ឋសាមញ្ញពាណិជ្ជករប្រជាកសិករអីហ្នឹងគឺថាជាប្រទេសទាំងអស់គ្នាពួកប្រទេសប្រជាធិបតេយ្យយកប្រជាប្រដ្ឋជាធំប្រជាប្រដ្ឋម្ចាស់ឆ្នោតហើយអ្នកដឹកនាំជាទេសកលជាខ្ញុំបញ្ជាក់ជាឆ្នន់សម្រាប់បំរើប្រជាប្រដ្ឋចឹងហើយត្រូវចេះស្ដាប់គំនិតគ្នាទៅគំនិតណាដែលអាចយកបានគំនិតណាដែលមិនយកកុំប្រើពាក្យពួកអាប្រឆាំងពួកអាជ្រុលនិយមពួកអីចែកគ្នាឲ្យដាច់
បកក្រៅរដ្ឋាភិបាលស្របច្បាប់ពីក្រសួងមហាផ្ទៃគោរពរដ្ឋធម្មនុញ្ញធ្វើអ្វីមិនផ្ទុយនឹងច្បាប់បង្កើតគណៈបកនយោបាយមិនផ្ទុយនឹងអ្វីដែលខុសពីគោលនយោបាយលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងបកដូចជាគណៈបកជំនាន់ថ្មីจึงមានគោលការណ៍ទាំង10គឺធរអហិង្សាមិនយកខ្មែរណាជាសត្រូវស៊ីសាច់ហត់ឈាមយើងអត់ទទួលយកនៅខ្មែរគ្នាឯងតែយើងយកសត្រូវប្រកួតប្រជែងគោលនយោបាយ5ឆ្នាំម្ដងប្រកួតប្រជែងហើយអ្នកណាឈ្នះដោយថ្លៃថ្នូរកាន់ប្រទេសដឹកនាំប្រទេសចំណូលថវិកាជាតិចំណាយគ្រប់គ្រងអភិវឌ្ឍបែបណាវាជារឿងរបស់បកកណ្ដាលអំណាចឈ្នះឆ្នោតតែបកដែលចាញ់ឆ្នោតចាញ់ដោយអស់ចិត្តហើយមានអាសនៈនៅក្នុងសភាយើងធ្វើការជាមួយគ្នាតែជាការងារតុល្យភាពនៃអំណាចនីតិបញ្ញត្តិនិងនីតិប្រតិបត្តិឆ្លុះបញ្ចាំងគ្នាតាមដានគ្នាធ្វើច្បាប់អនុវត្តច្បាប់មើលរដ្ឋាភិបាលដែលឈ្នះឆ្នោតនេះដឹកនាំជាសេះលេងដៃបែបណាប៉ុន្តែធ្វើការជាមួយគ្នាមិនមែនធ្វើការក្នុងនាមជាអាយ៉ងឬក៏ជាប់ចំណងឬក៏អត្តពលសម្ពាធណារណបបៈទេគឺដៃគូប្រកួតប្រជែងរវាងបកកាន់អំណាចនិងបកក្រៅរដ្ឋាភិបាលដែលមានអាសនៈនៅក្នុងសភានៃសេរីពហុបកអានឹងជាគោលបំណងរបស់គណៈបកជំនាន់ថ្មីដើម្បីចង់ជួយជាតិដែរបកក្រៅរដ្ឋាភិបាលបកជំទាស់ក៏ជាអ្នកនយោបាយអាចមានចំណេះមានគំនិតសតិសម្បញ្ញឧត្តមគតិជួយជាតិដែរអញ្ចឹងយើងចែកគ្នាឲ្យដាច់រវាងគំនុំបុគ្គលនិងផលប្រយោជន៍ជាតិកុំឲ្យយកគំនុំបុគ្គលមកបំផ្លាញដើម្បីយកហេតុផលជាផលប្រយោជន៍ជាតិជាផលប្រយោជន៍ប្រជាពលរដ្ឋហើយតែយកអ្វីដែលវាមិនមែនជាការពិតសម្រាប់តថភាពសច្ចភាពនៅក្នុងសង្គមខ្ញុំថាវប្បធម៌បែបហ្នឹងបោះចោលទៅហើយចាប់យកនៅវប្បធម៌ស្នាមញញឹមវប្បធម៌ផ្ដល់នូវក្តីសង្ឃឹមឲ្យគ្នាគឺយើងបើកគណៈបកដើម្បីប្រកួតប្រជែងគោលនយោបាយបំពេញឲ្យគ្នាមិនមែនយើងបើកគណៈបកដើម្បីបំផ្លាញមកខាងលើកមកខាងឲ្យខ្មែរបែកបាក់ទេអានេះជាការគូសវាសរបស់ខ្ញុំមីសវណ្ណរាក៏ដូចជាគោលការណ៍គោលនយោបាយគណៈបកចំនួនថ្មីបាទ